បាទជំរាបសួរបងប្អូនទាំងគ្នាមកថ្ងៃនេះខ្ញុំមានតុងទេបងប្អូនណាមានតុងពីរក្បាលបងប្អូនចាំមើលថ្ងៃនេះគិតតែចង់ធ្វើតុងអប់ទៀតបងប្អូនណាធ្វើតុងអប់បងប្អូនបាទឥឡូវនេះគឺយើងបានធ្វើរួចរាល់បងប្អូនណាបាទនេះគឺជាតុងយើងតាំងពីមិញបងប្អូនបាទគឺមានពងទៀតបងប្អូនអើយតុងនេះគឺប្រហែលជាតុងចិត្ត1គីឡូជាងបងប្អូន1គីឡូ2ខាំខ្ញុំទិញគេមកពីហ្នឹងណាបងប្អូនណាបាទគេយកមកលក់ឲ្យគឺ1គីឡូ2ខាំបាទឥឡូវនេះគឺយើងបានកាត់វាកង់បងប្អូនណាកាត់វាកង់ប្រវែងល្មមមកយើងធ្វើតុងអប់បងប្អូនបាទថ្ងៃនេះបងប្អូនអាចមកមើលបានការធ្វើតុងអប់របស់ខ្ញុំបាទបងប្អូនបាទគ្រឿងរបស់គេគឺមានម្ដេងគុលក្រៃស្លឹកក្រូចបងប្អូនណានេះគឺជាគ្រឿងដែលយើងដាក់ឲ្យវាឈ្ងុយបងប្អូនណាដាក់ឈ្ងុយហើយមានជាតិទៀតបងប្អូនបាទមានជាតិឈ្ងុយតែម្ដងណាបាទដោយបងប្អូនបានឃើញអញ្ចឹងហើយមិនមែនមានតែប៉ុណ្ណឹងហើយមានគ្រឿងច្រើនទៀតបងប្អូនណាបាទហើយឥឡូវនេះយើងយកដេងដាក់ចូលជាមួយតុងមុនគេបងប្អូនណាបន្ទាប់មកដាក់ស្លឹកក្រូចហើយយើងចាក់ស្លឹកគ្រៃយើងចូលមកគល់ក្រៃយើងហាន់វាប្រឆាត់ណាបងប្អូនហាន់ប្រឆាត់ដូចខ្ញុំអញ្ចឹងមកគឺយើងងាយស្រួលក្នុងការច្បល់វាឲ្យសព្វបន្ទាប់ទៅទៀតយើងមានម្សៅស៊ុបបងប្អូនណាមានម្សៅស៊ុបមានខ្ទឹមសខ្ទឹមក្រហមប៊ីចេងហើយនឹងស្ករសបងប្អូននេះគឺជាគ្រឿងដែលខ្ញុំដាក់បន្ទាប់បន្សំបន្ថែមទៀតបាទហើយនៅមានទៀតបងប្អូនយើងនៅមានទៀតណាបងប្អូនណាតែនេះខ្ញុំប្រាប់បងប្អូនមួយដើម្បីបងប្អូនស្ងយល់អញ្ចឹងយើងចាក់ចូលទាំងអស់មកបងប្អូនបាទចាក់ចូលដូចខ្ញុំអញ្ចឹងមកណាបងប្អូនណាបាទចាក់ចូលមកហើយយើងបន្ថែមប្រេងខ្យងបងប្អូនអធិស្ឋានដោយសារប្រេងខ្យងខ្ញុំទិញយូរហើយអញ្ចឹងប្រហែលជាអាចប៉ះពាល់ជាមួយរបស់សៀមខ្លះអញ្ចឹងសូមបងប្អូនមេត្តាអធិស្ឋានបងប្អូនបាទមេត្តាអធិស្ឋានណាបងប្អូនណាបាទបន្ទាប់មកយើងថែមទឹកត្រីបន្តិចទៀតបងប្អូនយើងថែមទឹកត្រីបន្តិចទៀតបាទបន្ទាប់ពីយើងថែមទឹកត្រីហើយយើងច្បល់វាបងប្អូនណាច្បល់វាឲ្យសព្វបងប្អូនយើងច្បល់គ្រឿងហ្នឹងជាមួយនឹងតុងយើងឲ្យសព្វឲ្យវាប្រឡាក់ណាបងប្អូនណាឲ្យវាប្រឡាក់ចូលសាច់តុងឲ្យវាជាតិស្ករប៊ីចេងម្សៅស៊ុបមិញហ្នឹងហើយនឹងប្រេងខ្យងចូលឲ្យសព្វបងប្អូនចូលឲ្យសព្វហ្នឹងបងប្អូនណាបាទដូចបងប្អូនមកឃើញអញ្ចឹងគឺខ្ញុំច្បល់វាអញ្ចឹងណាបងប្អូនហើយខ្ញុំប្រើស្រោមដៃច្បល់បាទប្រើស្រោមដៃពាក់ដើម្បីការពារបងប្អូនណាបាទចឹងយើងច្បល់ឲ្យសពមកគឺយើងយកមកដាក់អប់នៅក្នុងឆ្នាំងដីបងប្អូនបាទនេះដោយបងប្អូនបានឃើញអញ្ចឹងគឺខ្ញុំចាក់ខ្លាញ់តិចបងប្អូនណាចាក់ខ្លាញ់តិចដើម្បីឲ្យវាកុំឲ្យវាស្អិតបងប្អូនបាទហើយបន្ទាប់ពីខ្ញុំចាក់ខ្លាញ់ហើយគឺខ្ញុំដាក់ប៊ឺបងប្អូនណាខ្ញុំដាក់ប៊ឺបងប្អូនថែមប៊ឺនេះគឺជំនួយឲ្យវាឈ្ងុយទី1ឈ្ងុយទី2គឺធ្វើឲ្យតុងយើងនឹងមិនជាប់ជាមួយនឹងបាតឆ្នាំងដីបងប្អូនបាទហើយបើបងប្អូនដាក់ប៊ឺទេគឺអត់ឈ្ងុយទេបងប្អូនណាគឺអត់មានក្លិនឈ្ងុយទេបាទប៊ឺនេះគឺជួយឲ្យវាឈ្ងុយបន្ថែមហើយខ្ញុំភ្លេចប្រាប់បងប្អូនអរគ្នាគឺអន្ទង់នេះបើបងប្អូនមានសាតេបងប្អូនណាបាទបងប្អូនមានសាតេបងប្អូនអាចបន្ថែមសាតេមកស្លាបព្រាកាហ្វេទៀតមកគឺមានរសជាតិឈ្ងុយតែម្ដងបងប្អូនឈ្ងុយតែម្ដងសាតេហើយនឹងប៊ឺនេះគឺដាក់ទៅទាញក្លិនឈ្ងុយតែម្ដងបងប្អូនបាទឥឡូវនេះគឺខ្ញុំថែមបន្លែគឺខ្ញុំមានតយងចេកបងប្អូនណាបាទអញ្ចឹងខ្ញុំធ្វើតុងអប់តយងចេកថ្ងៃនេះបងប្អូនទៅតុងអប់យងចេកឥឡូវយើងដាក់យងចេកពីលើបងប្អូនខ្ញុំដាក់យងចេកពីលើតុងដើម្បីងាយស្រួលពេលតុងយើងឆ្អិនយងចេកនេះក៏ឆ្អិនអត់ឲ្យលួយបងប្អូនបាទបើយើងដាក់ច្បល់ចូលគ្នាជាមួយនឹងតុងមិញគឺពេលតុងយើងមិនទាន់ឆ្អិនទៅយងចេកហ្នឹងអាចរលួយបងប្អូនណាអាចរលួយបាទហើយនេះបងប្អូនគឺយើងថែមទឹកដោះគោបាទហើយខ្ញុំបញ្ជាក់បងប្អូនបន្តិចដោយសារតែខ្ញុំថែមទឹកដោះខ្ញុំដាក់ទឹកដោះគោឆៅនេះគឺដោយសារតែវីដេអូនេះខ្ញុំថតមុននឹងមានការចំនួនរវាងខ្មែរនឹងចៅសៀមបងប្អូនអញ្ចឹងសូមមេត្តាអធិស្ឋានបងប្អូនណាបាទតែដោយបងប្អូនបានឃើញវីដេអូខ្ញុំសារមុនអញ្ចឹងគឺយើងអាចប្រើទឹកដោះគោអង្គរមៀលបានបងប្អូនហើយនេះគឺជាបន្លែបន្ទាប់បន្សំបន្ថែមមានជីរណាមានប្រអមអញ្ចឹងទៅណាបងប្អូនណាយើងមានប្រអមមានជីរណាមានខ្ទឹមមានម្ទេសយើងដាក់បន្ថែមដើម្បីជាបន្លែបន្ទាប់បន្សំមួយហើយនឹងធ្វើឲ្យតុងយើងមានរសជាតិឆ្ងាញ់បងប្អូនបាទឥឡូវនេះតុងយើងចាប់ផ្ដើមពុះហើយបងប្អូនចាប់ផ្ដើមពុះហើយបាទបន្ទាប់ពីយើងពុះយើងមើលតិចសិនបងប្អូនចាំមើលតើតុងមានយ៉ាងណាបាទឥឡូវនេះយើងគ្របបន្ថែមបាទឃើញថាឆ្អិនគួរសមហើយបងប្អូនឆ្អិនគួរសមហើយបងប្អូនណាឥឡូវនេះយើងចាប់ផ្ដើមរៀបចំដាក់ជីរណាចូលបងប្អូនជីរណាខ្ទឹមម្ទេសហើយនឹងម្អមបងប្អូនថ្ងៃហ្នឹងគឺខ្ញុំអត់បានទិញម្អមមកអញ្ចឹងខ្ញុំដាក់តែ3មុខទេបងប្អូនបាទដោយបងប្អូនបានឃើញអញ្ចឹងហើយយើងដាក់ឲ្យជីរណានេះគឺជួយឲ្យក្លិនទាញក្លិនឈ្ងុយមួយយ៉ាងទៀតដើម្បីឲ្យតុងយើងវាមកចូលជាតិឆ្ងាញ់បងប្អូនបាទបងប្អូនដាក់នេះខ្ញុំគឺជាតិតែម្ដងបងប្អូនជាតិណា
bà ở lâu nay dừng ăn hơi dừng mà út mơ bông bồn ôi chui nào bông bồn ơi chui mà tên nằm đâu bà chui với bông bồn chui bà lâu nay dừng chập đam chặt chanh bị năng đầy máu dừng chặt chỗ không ở tha bây giờ bông bồn quán đặc khăn á bông bồn quán đặc khăn phi mà liệp tự mọn môn bông bồn nhom lại chả năng liệp tự mọn môn này bông bồn này liệp tự mọn môn phụ tiêu bông bồn bà ấy bảo bông bồn miền tông bông bồn trong phơi ngánh cứ bông bồn này phơi được nhiều bạn bán bông bồn bà ai thường nhập được những bạn bàn hay kêu kêu bong bồn li mà làm mồm là bong bồn trôi chật đó nè bong bồn nè bà bong bồn đạm mồm mà chẳng nhá nè có mọi việc private bong bồn mà làm mồm bong bồn bà là đây cứ dương tranh sầm mặt pha sầm bạch mà bong bồn đi cứ chuyện tung ấp thì dùng chơi bọc nhom bát phơ là chập đam phlu ấy bong bồn chập đam phlu ấy bà phlu hai bong bồn bà đạm mặt bong bồn ơi chung ngày bong bồn chịt mong á nguy bong bồn nè hơi bị chạy bong bồn tha ba chấm bón dương bạch phở tự đọc cô chào bỏ ở chào sim tới bong bồn dương ai phở cô miêu các bạn dương ai phở tự đọc cô sro rồi bỏ ở krisu các bạn bong bồn nè bà chẳng complete chui subscribe có chia follow page nè buổi là bây tụi bạn video mấy mấy bạn thiệt ở con bà